សួស្តីបងប្អូនសម្រាប់បងប្អូនដែលមានដំណើរការទៅលើការចង់បាន slide pointer ស៊េរីថ្មីអញ្ចឹងបងសូមណែនាំតាក់ទងជាមួយនឹង Logitech Spotlight អញ្ចឹងសួរថាតើ Logitech Spotlight ហ្នឹងវាមានលក្ខណៈពិសេសអីដែលខុសប្លែកពី slide pointer ផ្សេងអញ្ចឹង Logitech Spotlight ហ្នឹងវាមានលក្ខណៈពិសេសរបស់វាខុសពី pointer ផ្សេងហ្នឹងវាមានមុខងារ3ទី1វាមានប្រភេទ highlight mode ប្រភេទ highlight mode ហ្នឹងបានន័យថាយើងអាចវាធ្វើការបដោតទៅលើ highlight បង្ហាញទៅលើចំណុចសំខាន់ហើយផ្ទៃ background ផ្សេងទៀតវាល្ងឹតអញ្ចឹងធ្វើឲ្យអ្នកដែលចូលរួមមើលទៅលើ presentation យើងអាចដឹងថាតើយើងចង់បដោតទៅលើអីអញ្ចឹងដូចនៅលើនេះអញ្ចឹងអាហ្នឹងគេហៅថាជាប្រភេទ highlight mode អញ្ចឹង mode ទី2គេហៅវាថាជាប្រភេទ magnify mode អញ្ចឹង magnify mode ហ្នឹងវាធ្វើការ zoom ទៅលើបរិយាទៅលើអក្សរមួយណាដែលយើងចង់បង្ហាញហើយតែទៅមួយ mode ទី3អាហ្នឹងគេហៅថាជាប្រភេទ digital laser mode អាហ្នឹងដូចយើងទូទៅដែរទេដែលយើង slide ជាប្រភេទ pointer ពេលយើង click វាទៅបានន័យថាយើងបាញ់ទៅជាចំណុចក្រហមនៅលើ screen ដែលយើងចង់បង្ហាញហើយតែតងជាមួយនឹងប្រភេទ spotlight ហ្នឹងគឺយើងប្រើបានរហូតដល់ចម្ងាយ30 ម៉ែត្រហើយលក្ខណៈពិសេសរបស់វាមួយទៀតវាអាចប្រើបាននៅលើទាំង Windows ទាំង macOS ហើយយើងអាចធ្វើការកំណត់ setting ផ្សេងៗហ្នឹងនៅលើកម្មវិធី Logitech Option ហើយការប្រើប្រាស់របស់វាបងអាចប្រើតាម Bluetooth ក៏បានប្រើតាម USB receiver ក៏បានហើយតើតើមកការសាកថ្មក្នុងរយៈពេល1នាទីប្រើបាន3ម៉ោងហើយបើយើងសាកថ្មពេញយើងប្រើបាន3ខែធានាផ្លូវការពីខាងក្រុមហ៊ុន Logitech មួយឆ្នាំអរគុណច្រើនបងបើសិនជាមានដំណើរការអាចតាក់ទងមកកាន់ខាងក្រុមការងារ First Electronic បានអរគុណច្រើន